តោះបងប្អូនចូលលុប logo កាប់ខាត់ដែលជាប់ logo បែបនេះឲ្យទៅជាគ្មាន logo បាទសូមគោរពជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូចែកអំលែកមួយសម្រាប់ចែកជូនបងប្អូនទាំងអស់គ្នាអ្នកដែលថ្មីអ្នកទើបតែចាប់ផ្ដើមជាមួយនឹង YouTube ចាប់ផ្ដើមនឹងរបៀបកាត់តវីដេអូថ្ងៃនេះខ្ញុំចង់លើកនិយាយអំពីរឿង CapCut មានបងប្អូនសួរថាដើម្បីកាត់ logo បិទ logo កុំឲ្យ logo ឃើញ logo CapCut បងប្អូនណាហើយបងប្អូនមុនបងប្អូនបើបងប្អូនមាន CapCut រួចហើយបើសិនបងប្អូនមិនទាន់មាន CapCut ទេបងប្អូនចូលក្នុង Play Store ឃើញពាក្យថា CapCut មកគឺវាចេញឲ្យ CapCut ហើយបងប្អូនណាព្រោះបងប្អូនមានហើយមិនទាន់ចេះបិទ CapCut បងប្អូនចូលរក CapCut មកចូលក្នុង CapCut មកបាទបងប្អូនវាចេញបែបនេះបងប្អូនចុចកន្លែងដាក់ថាវីដេអូថ្មីគឺអង់គ្លេសគេដាក់ project ណាបងប្អូនអត់នេះគឺយើងចំណាំតែសញ្ញាបូកនេះមកសញ្ញាបូកនេះយើងចុចទៅនឹងមកកក់មកបាទបងប្អូនខាងនេះគេដាក់ថាវីដេអូនេះគេដាក់ថារូបភាពបងប្អូនណាចុចទៅនេះឃើញថាវីដេអូទាំងអស់ទាំងវីដេអូទាំងរូបភាពវានៅក្នុងហ្នឹងហើយបងប្អូនចុចទៅនេះវាចេញតែរូបភាពទាំងអស់ទាំងអស់បាទហើយយើងចូលរើសរូបមួយមកព្រោះថាចង់រូបនេះដើម្បីបង្ហាញបងប្អូនដើម្បីបិទ logo ចុចនេះមកហើយយើងចុចកន្លែងបញ្ចូលទៅមកហើយវាឃើញ logo ហើយបងប្អូនឃើញ logo នេះបាទឃើញ logo កាត់នេះឃើញ logo កាត់បើយើងចង់បិទកន្លែងនេះក៏បានដែរបងប្អូនណារាល់យើងកាត់វីដេអូគឺវាចេញបែបនេះមួយទៀតយើងចូលបិទក្នុង account CapCut ដើម្បីយើងកាត់វីដេអូទៅវាលេងជាប់ logo CapCut បែបនេះហើយបងប្អូនដើម្បីបិទយើងចុចនេះមួយមកហើយយើងចុចកន្លែងទូសម្រាប់នេះមកបិទចឹងណាហើយទាញនេះទាញរូបថតយើងប៉ុណ្ណាក៏បានដែរហើយមួយទៀតខ្ញុំនឹងបង្ហាញបងប្អូនរបៀបចូលបិទក្នុង account CapCut តែម្ដងហើយយើងថយចេញអស់មកថយអស់មកហើយយើងចូលកន្លែងនេះបងប្អូនកន្លែងបងប្អូនឃើញថារូបក្បាលមនុស្សហ្នឹងបងប្អូនពាក្យអក្សរខ្មែរហៅថាខ្ញុំបងប្អូននេះកន្លែងនេះយើងចុចចំណាំកន្លែងរូបក្បាលមនុស្សហ្នឹងដឹងហើយយើងចុចនេះមួយមកចូលកាត់ម្ដងទៀតបងប្អូន error យើងចុចក្បាលមនុស្សម្ដងទៀតមកហ្នឹងហើយបងប្អូនលេខមើលកន្លែងខាងក្រោមនេះដូចរូបកងចាក់ហ្នឹងកន្លែងចុចកន្លែងនេះមួយមកហើយបងប្អូនមើលចំណាំអក្សរនេះបើអង់គ្លេសគេហៅថាម៉េចទេបងប្អូនដាក់ថាបញ្ចូលការបញ្ចប់លំនាំដើមបងប្អូនចុចបិទទៅនេះមកហើយយើងចុចលុបបងប្អូនចុចលុបព្រោះចុចខាងលើរិក្សាហ្នឹងគឺវានៅជាប់ដដែលបងប្អូនចុចខាងក្រោមចុចលុបមកបើឃើញវាបិទទេបងប្អូនហើយចូលខាត់ដើមហ្នឹងចូលក្នុងCapCutយើងកាត់តម្ដងទៀតវានៅជាប់ logo ដែរអត់ឲ្យមកហើយយើងចូលកន្លែងរូបកន្ត្រៃនេះបងប្អូននេះរូបកន្ត្រៃគេដាក់ថាកែទៅនេះមួយមកចូលខាត់ម្ដងទៀតបងប្អូនខាត់ខ្ញុំវាចង់ error មិនចុចនេះមួយមកឃើញតែហើយបងប្អូនចុចកន្លែងវីដេអូនឹងដែរមកហើយបងប្អូនចូលរូបថតយើងយករូបថតមួយណាក៏បានដែរហើយចុចចូលមកនេះឃើញវាបាត់ logo ហើយបងប្អូនតែថាវាបាត់ logo ហើយឃើញសូមគោរពអរគុណបងប្អូនអរគ្នា